តើអ្នកខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយសារតែគោលដៅរបស់ខ្ញុំគឺជោគជ័យហើយជោគជ័យនឹងអីគេបើសិនអ្នកនរធ្លាប់មើលវីដេអូខ្ញុំពីថ្ងៃមុនដែលខ្ញុំបានផុសនៅលើ Facebook ក៏ដោយ YouTube ក៏ដោយដែលខ្ញុំបាននិយាយថា YouTube របស់ខ្ញុំគឺមានលុយ$50នៅក្នុងហ្នឹងអញ្ចឹងខ្ញុំបានកំណត់ថាខ្ញុំធ្វើម៉េចឲ្យវាគ្រប់$100ដើម្បីឲ្យលុយហ្នឹងធ្លាក់មកដើម្បីខ្ញុំបានដកចាយជាលើកដំបូងហើយថ្ងៃនេះគឺជាថ្ងៃទី3ខែតុលាគឺលុយរបស់ខ្ញុំគ្រប់ចំនួន$100ហើយសប្បាយចិត្តខ្លាំងមែនទែនហើយបើសួរថាអូតម្រាំនឹងបានប៉ុណ្ណឹងធ្លាប់មានរឿងអីអត់បើនិយាយត្រឡប់ទៅក្រោយវិញបងប្អូនYouTube របស់ខ្ញុំគឺបង្កើតតាំងពីឆ្នាំ2017បើគិតមកដល់ពេលនេះគឺវាជិត10ឆ្នាំហើយសួរថាធ្លាប់គិតថាចង់បោះបង់អត់មិនក្រោម30ដងទេអ្នកទាំងអស់គ្នាប៉ុន្តែពីមុនឡើយគឺយើងធ្វើបោះបង់ធ្វើចោលអត់មានយកចិត្តទុកដាក់ទេប៉ុន្តែទើបតែមួយរយៈក្រោយនេះទេខ្ញុំយកចិត្តទុកដាក់អញ្ចឹងទើបមានវីដេអូខ្លះវាចាប់ដើមផ្ទុះទើបធ្វើឲ្យចំនួនលុយនឹងគ្រប់អញ្ចឹងបើសិនជាបងប្អូនដែលបានឃើញនៅវីដេអូនេះហើយនៅក្នុង YouTube ក្តី Facebook ក្តីបងប្អូនកុំភ្លេចចូលទៅ Subscribe Channel ខ្ញុំផងព្រោះនៅពេលនេះគឺ Channel របស់ខ្ញុំបាន 6k Subscriber ហើយជំហានបន្ទាប់របស់ខ្ញុំគឺខ្ញុំចង់បានចំនួន 10k Subscriber អញ្ចឹងអ្នកណាដែលកំពុងតែអស់សង្ឃឹមទៅលើការធ្វើរឿងហ្នឹងអីហ្នឹងបងប្អូនកុំទាន់អស់សង្ឃឹមប៉ុន្តែសួរថាខ្ញុំនឹងបានលុយឯនៅទេដោយសារតែ YouTube ចន្លោះប្រហែលជាថ្ងៃ20ជាងបានគេតម្លាក់ឲ្យនេះតាមខ្ញុំសាកសួរគេព្រោះថាខ្ញុំអត់ដែលបានទទួលបានលុយនឹងមកទេអញ្ចឹងអ្នកទាំងអស់គ្នាចាំមើលទាំងអស់គ្នានៅពេលថ្ងៃណាដែលលុយធ្លាក់ខ្ញុំនឹងថតឲ្យអ្នកទាំងអស់គ្នាបានមើល